ប្រទេសកម្ពុជារបស់យើងគឺកំពុងតែប្រឈមមុខជាមួយនឹងសង្គ្រាមឈ្លានពានពេញលេញហើយពុកម៉ែបងប្អូនដោយសារតែគិតមកដល់ត្រឹមថ្ងៃទី9ធ្នូនេះពួកអាចោរសៀមវានៅតែបន្តបាញ់រហូតបាទគឺបាញ់មួយយប់ពេញតែម្ដងដោយមិនដាច់គ្រាប់ទោះតែសោះបាទហើយសម្រាប់ព័ត៌មានមួយនេះសូមពុកម៉ែបងប្អូនដែលបានទស្សនាជួយ share ម្នាក់មួយជាដំណឹងថ្មីទៅដល់ពុកម៉ែបងប្អូនដទៃទៀតដែលគាត់មិនបានដឹងពីព័ត៌មានមួយនេះហើយក៏អាចជួយ share ទៅដល់បាទអន្តរជាតិឲ្យបានឃើញពីមហិច្ឆតារបស់ពួកចៅឈ្លានពានសៀមនេះផងបាទកាលពីព្រឹកមិញនេះបាទគឺក្រសួងព័ត៌មានបានចេញផ្សាយនៅដំណឹងថ្មីមួយដែលនិយាយអំពីយោធាថៃបានធ្វើសកម្មភាពបាញ់បន្តរហូតដោយឥតឈប់ស្ទើរពេញមួយយប់នៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធភូមិភាគ5នៅវេលាម៉ោង 4:45 នាទីដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការចូលក្នុងភូមិសាស្ត្រភ្នំត្រងោលបន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយបើយោងតាមការបញ្ជាក់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនជាដាច់ខាតនៅក្នុងតម្លៃណាក៏ដោយភាគីថៃបានរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាបាទពួកពូជនេះគឺគេចូលចិត្តនៅការឈ្លានពានបាទឃើញគេមកឆ្លូតគេមិនតបតចេះតែបន្តធ្វើសកម្មភាពបានចិត្តបាទគឺមិនដឹងថានិយាយបែបណាឲ្យវាត្រូវបាទខ្ញុំក៏អាណិតមែនតើអាណិតទៅដល់ក្មេងៗដែលឃើញនៅក្នុងបណ្ដាញសង្គមកាលពីម្សិលមិញគ្នារត់ចេញពីសាលារៀនបាទគឺនៅក្នុងខេត្តព្រះវិហារហ្នឹងគឺខ្ញុំមិនបានចាំច្បាស់ទេប៉ុន្តែឃើញគឺពិតជាសំណោះបើសិនជាករណីទាំងអស់ហ្នឹងគឺកើតឡើងនៅក្បែរឬក៏អាចនិយាយបានថានៅក្នុងភូមិសាស្ត្ររបស់យើងរស់នៅយើងក៏ជួបអញ្ចឹងដូចគ្នាបាទគឺសង្ឃឹមថាស្ថានភាពនឹងល្អឡើងវិញនៅពេលខាងមុខ